អូខេសួស្តីអ្នកទាំងអស់គ្នាចឹងនៅក្នុងវីដេអូនេះខ្ញុំបង្ហាញពីរបៀបផុសរឿងនៅក្នុង website យើងទាំងអស់គ្នាបាទចឹងជាដំបូងយើងចូលមកកាន់ website admin Shopee មកដើម្បីយើងធ្វើការផុសរឿងតាម panel វិញវាងាយស្រួលហើយលឿនជាងបាទចឹងខ្ញុំចូលមកកាន់ website របស់ខ្ញុំសិនមកបាទ admin Shopee ហ្នឹងមកហើយចូល ANC Player Pro WordPress plugin ហ្នឹងមកហើយយើងចូលរៀបតម្លើងអូខេអញ្ចឹងអ្នកនរគ្នានឹងឃើញខ្ញុំដាក់ថា panel សម្រាប់ផុសរឿងបាទអញ្ចឹងយើងចុចលើនឹងមកបាទអញ្ចឹងយើងមកដល់ panel របស់យើងហើយបាទអញ្ចឹងខ្ញុំសូមបញ្ជាក់បន្តិចអញ្ចឹងពេលយើងប្រើ panel នេះគឺយើងត្រូវប្រកាសថាយើងមាន account blocker នៅក្នុងនឹងស្រាប់បាទនេះនេះជា account blocker របស់ខ្ញុំហើយមួយទៀតខ្ញុំ recommend ឲ្យអ្នកនរគ្នាអាចបង្កើត blocker ថ្មីក៏បានឬក៏ blocker ចាស់ដែលមានស្រាប់ក៏បានដែរដើម្បីយើងធ្វើជាកន្លែងមួយសម្រាប់យើងផ្ទុកឯកសាររឿងរបស់យើងបាទអូខេអញ្ចឹងយើងចូលមកកាន់ panel យើងវិញមកអញ្ចឹងជាដំបូងយើងចុចអានេះដោយសារខ្ញុំ log in ហើយស្រាប់បាទអញ្ចឹងខ្ញុំចុច log out សិនទៅបាទអញ្ចឹងដល់ពេលដែលយើងបើកមកដំបូងគឺវាចេញបែបនេះបាទយើងភ្ជាប់គណនី Google សិនបាទជាមួយ email របស់យើងណាបាទអញ្ចឹងយើងចុចកន្លែងហ្នឹងមកហើយយើងចុច email យើងមក email blocker យើងមក scroll ចុចក្រោមហើយ continue មកបាទអញ្ចឹងជាហ៊ានបន្ទាប់អ្នកទាំងអស់គ្នាធ្វើការជ្រើសរើស account blocker របស់អ្នកទាំងអស់គ្នាបើសិនជានៅក្នុងនោះអ្នកទាំងអស់គ្នាមាន account 2 3គឺវាបង្ហាញទៅតាមហ្នឹងបាទអញ្ចឹងរបស់ខ្ញុំមានតែមួយទេបាទអញ្ចឹងខ្ញុំចុចលើនឹងមកហើយត្រង់កន្លែងសកម្មភាពនេះយើងផុសរឿងថ្មីឬក៏យើងអាប់ដេតរឿងចាស់បាទអញ្ចឹងយើងផុសរឿងថ្មីយកផុសរឿងថ្មីទាំងមកហើយត្រង់ចំណុចTMDB នេះគឺយើងទាញទិន្នន័យពី website TMDB បាទអញ្ចឹងបើយើងអត់ប្រើនេះក៏បានដែរគឺយើងដាក់ចំណងជើងរឿងមកអានេះករណីយើងអត់ប្រើទាញទិន្នន័យពី TMDB អញ្ចឹងយើងដាក់ចំណងជើងខ្លួនឯងមករឿងរបស់យើងឈ្មោះអីបាទអានេះផ្ទាំង thumbnail នៅលើវីដេអូបាទហើយកន្លែងនេះអ្នកទាំងអស់គ្នាយក version ថ្មីនេះមកព្រោះដោយសារ version ចាស់សម្រាប់អ្នកចាស់ដែលគេប្រើពីមុនអញ្ចឹងទៅខ្ញុំ update code អញ្ចឹងទៅសម្រាប់អ្នកទាំងអស់គ្នាគឺយក version ថ្មីនេះមកហើយអ្នកចាស់ក៏អាចយកដូរមកប្រើ version ថ្មីមកតែផុសយើងចាស់គឺនៅដំណើរការដដែលអត់មានបញ្ហាអីទេបាទកន្លែងនេះយើងជ្រើសរើសប្រភេទរឿងយើងមកនេះជាប្រភេទរឿងភាគឬក៏មួយរឿងចប់បាទអូខេហើយត្រង់កន្លែងនេះគឺជាកន្លែងកំណត់តម្លៃរឿងដែលយើងលក់ហើយនឹងចំនួនភាគដែលយើង free ឲ្យគេមើលបាទហើយនៅចុងក្រោយគឺយើងដាក់ link បាទហើយនឹង subtitle អូខេអញ្ចឹងខ្ញុំបង្ហាញនេះសិនបាទអញ្ចឹងខ្ញុំចូលទៅកាន់ TMDB មកដើម្បីយករឿងបាទដើម្បីទាញទិន្នន័យរឿងបាទអូខេនេះខ្ញុំបានបើកស្រាប់ហើយអញ្ចឹងខ្ញុំឧទាហរណ៍រឿងភាគនេះមួយចោះបាទអញ្ចឹងយើង copy code វានេះ ID វានៅខាងលើនេះបាទដែលមានលេខហ្នឹងអាហ្នឹង ID របស់វាហើយបាទអញ្ចឹងយើង copy អាហ្នឹងមកហើយយើងចូលមកកាន់ panel យើងហើយយើងផាសត្រង់នេះមកហើយពេលយើងផាសត្រង់ហ្នឹងយើងត្រូវរើសអានេះជាប្រភេទរឿងភាគដោយសារយើងទៅយកពីវាគឺ TV បាទនេះគឺជាប្រភេទរឿងភាគ drama បាទអញ្ចឹងកន្លែង panel យើងគឺយើងត្រូវរើសរឿងភាគដូចគ្នាបើយើងរើសរឿងមួយរឿងចប់រឿងតូលហ្នឹងគឺវាអត់ទាញទិន្នន័យមកទេបើភាសាវាខុសអូខេអញ្ចឹងខ្ញុំរើសរឿងភាគហ្នឹងមកបន្ទាប់មកយើងធ្វើការទាញយកនេះមកបន្តទាញយកអូខេអញ្ចឹងវានឹងចាប់ title រូបភាពបាទហើយនឹងtrailer បាទកន្លែងនេះគឺសម្រាប់យើងដាក់ link វីដេអូអូខេអញ្ចឹងអានេះខ្ញុំបង្ហាញពី free មុនសិនអាកន្លែងយើងកំណត់តម្លៃលក់ចាំបន្តិចទៀតបាទអញ្ចឹងខ្ញុំបង្ហាញខ្ញុំដោះ tick អានេះសិនបាទអញ្ចឹងនៅពេលដែលយើងដោះ tick អញ្ចឹងបានន័យថាវីដេអូហ្នឹងគឺ free បាទគឺ user អាចចូលមើលបាន free មិនថា user ដែល log in ជាមួយ email ដែលបង្កើត account គណនីហ្នឹងឬក៏មិនបានបង្កើតក៏អាចមើលរឿងហ្នឹងបានដែរបាទគឺដោយសាររឿងហ្នឹងគឺយើង free គ្រប់ user បាទ
ចឹងត្រង់ចំណុចនេះករណីយើងមាន link រឿងច្រើនគឺយើងត្រូវដាក់នៅត្រង់នេះមកបាទ copy វាដាក់ត្រង់ហ្នឹងមកអានេះខ្ញុំឧទាហរណ៍បាទចឹងមួយរឿងយើង enter មួយបាទមួយ link យើង enter មួយបាទតអ្នកទាំងអស់គ្នាមាន5រឿងអីចឹងទៅ10រឿងអីយើងផាសនៅពីក្រោមនឹងបន្តគ្នារហូតមកបាទអាហ្នឹងករណីរឿងច្រើនហើយយើងចុចបញ្ចូលទិន្នន័យមកបាទហើយបើយើងចង់បន្ថែមរឿងទៀតយើងអាចដាក់នៅលើនេះក៏បានឬក៏យើងចុចប៊ូតុងបន្ថែមនេះក៏បានដែរដើម្បីយើងបន្ថែមរឿងថ្មីរបស់យើងបាទអូខេអញ្ចឹងមួយទៀតរបៀបដាក់ subtitle បាទអញ្ចឹងsubtitle អ្នកទាំងអស់គ្នាអាចចុចលើភាគណាមួយដើម្បីអ្នកទាំងអស់គ្នាដាក់ subtitle មកចុច add subtitle ហើយយើងដាក់មកឈ្មោះ subtitle យើងជាអង់គ្លេសខ្មែរឬក៏អីនេះ English បាទកន្លែងនេះគឺ link subtitle ឡើយនេះខ្ញុំឧទាហរណ៍ខ្ញុំត្រូវសរសេរចោលអញ្ចឹងកន្លែងកន្លងនេះគឺយើងដាក់ link subtitle ហើយបើយើងចង់ដាក់បន្ថែមយើងចុចប៊ូតុងបន្ថែម subtitle នេះមកបាទដាក់កូរ៉េអញ្ចឹងទៅហើយនេះsubtitle 1អីចឹងទៅណាបាទអានេះជាឧទាហរណ៍អ្នកនរគ្នាមើលអូខេឥឡូវរឿងរបស់យើងមាន8ភាគបាទអូខេអញ្ចឹងជំហានបន្ទាប់ទៀតយើងធ្វើការចុចបង្ហោះទៅកាន់ blocker យើងមកបាទ public វាមកអូខេអញ្ចឹងនៅពេលដែលយើង public គឺវាឲ្យ source code យើងមួយបាទដើម្បីយើង copy យកទៅដាក់នៅក្នុង theme WordPress របស់យើងបាទនៅក្នុង playlist របស់យើងអូខេខ្ញុំធ្វើការ copy source code មកហើយបន្ទាប់ទៀតយើងចូលទៅកាន់ WordPress របស់យើងហើយអ្នកទាំងអស់គ្នាផុសរឿងភាគអញ្ចឹងយើងចូលកន្លែង TV show សម្រាប់រឿងភាគបាទមួយរឿងចប់យើងយក movie បាទខ្ញុំចូល TV show មកហើយយើងចុច add ផុសមកអូខេអញ្ចឹងយើង scroll មកក្រោមយើងនឹងឃើញកន្លែង video source code ហើយបាទអញ្ចឹងត្រង់ប្រឡោះនេះយើងថាស link វីដេអូរបស់យើងមកបាទអូខេអញ្ចឹងជំហានបន្តទៀតយើងដាក់ tab title អីមកបាទហើយចំពោះ theme របស់ខ្ញុំគឺខ្ញុំមានមុខងារទាញទិន្នន័យពី TMDB ដូចគ្នាបាទអញ្ចឹងខ្ញុំចូលទៅ copy ID មិញមកនេះបាទហើយខ្ញុំធ្វើការផាសហើយខ្ញុំចុច get data អូខេអញ្ចឹងទិន្នន័យទាំងអស់នឹងទាញមកបញ្ចូលនៅក្នុងនេះទាំងអស់បាទអញ្ចឹងដូចកន្លែងនេះអីអ្នកនរគ្នាអាចរើសកំណត់ឬក៏កែប្រែអីខ្លួនឯងបានបាទអញ្ចឹងរឿងនេះវាចេញចប់ហើយខ្ញុំដាក់ចប់អញ្ចឹងទៅហើយរឿងលេងប្រហែល40នាទីក្នុងមួយភាគកម្រិត HD អញ្ចឹងទៅបាទអូខេបន្តមកទៀតយើងខ្ញុំធ្វើការដាក់រូបភាពមកបាទចប់អូខេរឿងមិញរឿងនេះបាទ open តើមកខ្ញុំធ្វើការ public បាទអញ្ចឹងរឿងដែលយើងដាក់នេះគឺ free ដែលខ្ញុំបង្ហាញមិញណាអូខេអញ្ចឹងខ្ញុំធ្វើការ refresh មកអូខេអញ្ចឹងយើងនឹងឃើញរឿងហ្នឹងហើយយើងចុចលើហ្នឹងមកបាទអូខេនេះគឺ free បាទអញ្ចឹង user ធម្មតាអីក៏អាចមើលបានដែរចំពោះរឿងដែលយើង free អូខេអញ្ចឹងជំហានបន្ទាប់ខ្ញុំបង្ហាញអ្នកទាំងអស់គ្នាពីរបៀបដែលយើង update រឿងបាទឥឡូវឧទាហរណ៍រឿងនេះយើងមាន8ភាគអញ្ចឹងយើងចង់ update ពី3ភាគទៀតតើយើងទៅធ្វើម៉េចបាទអញ្ចឹងយើងចូលមកកាន់ panel យើងដដែលមកហើយខ្ញុំធ្វើការ refresh មួយសិនមកបាទមិនបាច់ refresh ក៏បានដែរតែខ្ញុំ refresh អ្នកទាំងអស់គ្នាមើលអូខេអញ្ចឹងកន្លែងនេះយើងរើស blocker របស់យើងមកហើយត្រង់ចំណុចនេះគឺយើងចុចកន្លែងកែប្រែផុសឬក៏ update ផុសហ្នឹងបាទបន្ទាប់មកវានឹង load ឲ្យយើងជ្រើសរើសផុសមួយណាដែលយើងចង់កែបាទអញ្ចឹងខ្ញុំចង់កែផុសមួយនេះខ្ញុំចុចលើហ្នឹងមកអូខេបន្ទាប់មកវានឹងបង្ហាញទិន្នន័យនេះថាយើងមាន8រឿងអញ្ចឹងខ្ញុំថែមមួយរឿងទៀតមកនេះខ្ញុំ copy link ពីនេះមួយសិនអាយ៉ាអូខេអញ្ចឹងខ្ញុំថែមមួយភាគទៀតបាទហើយខ្ញុំថែមមួយភាគទៀតបាន10ភាគបាទអញ្ចឹងសរុបទាំងអស់10ភាគអញ្ចឹងយើងចូលមកមើល website របស់យើងគឺមាន8ភាគ
បាទអញ្ចឹងខ្ញុំធ្វើការ update មកអូខេរួចរាល់ហើយអញ្ចឹងខ្ញុំធ្វើការ refresh website មកអូខេអញ្ចឹងអ្នកនរគ្នានឹងឃើញហើយបាន10ភាគបាទគឺវាលឿនហើយងាយស្រួលបាទអូខេឥឡូវខ្ញុំបង្ហាញពីរបៀបយើងផុសរឿងលក់វិញម្ដងយើងចូលមកកាន់ panel របស់យើងវិញដដែលមកហើយយើងកន្លែងសកម្មភាពនេះយើងចុច new ផុសមកដោយសារយើងផុសថ្មីបាទអញ្ចឹងខ្ញុំទៅយកតំណ័យពី TMDB សិនបាទនេះអញ្ចឹងខ្ញុំផុសរឿងនេះមួយបាទពី ID វាមកចូលហើយយើងទាញយកអូខេអញ្ចឹងតំណ័យត្រូវបានបញ្ចូលហើយអញ្ចឹងយើងមកមើលកន្លែងនេះមកបាទនេះកំណត់រឿង Premier បងលុយបាទអញ្ចឹងកន្លែងនេះគឺយើងសម្រាប់យើងលក់រឿងបាទអញ្ចឹងតម្លៃរឿងហ្នឹងដែលយើងលក់រាយហ្នឹងតម្លៃប្រមាណបាទអញ្ចឹងបើយើងមករឿងបានន័យថាកន្លែងនេះយើងលក់តែតម្លៃរឿងហ្នឹងមួយទេអត់មែនតម្លៃទូទៅឬក៏រឿងផ្សេងទេបានន័យថាសម្រាប់តែរឿងហ្នឹងមួយទេបាទអញ្ចឹងរឿងហ្នឹងយើងលក់ប្រហែលដុល្លារយើងដាក់មកចប់ហ្នឹងប្រហែលដុល្លារបាទអញ្ចឹងយើងដាក់$1អញ្ចឹងទៅហើយតំណែងគឺចំនួនភាគដែលយើង free ឲ្យគេមើលបានន័យថា user ធម្មតាក៏គេអាចមើលបានដែរអញ្ចឹងកន្លែងនេះយើងអាច free 3ភាគ4ភាគឲ្យគេទៅណាដើម្បីឲ្យគេមើលទៅចាប់អារម្មណ៍អញ្ចឹងគេមើលបន្តទៅគេនឹងបើរឿងនឹងល្អមើលគេនឹងទិញយើងយកទៅមើលទៅបាទអូខេអញ្ចឹងតើខ្ញុំដាក់ free 3ភាគចុះបាទអូខេអញ្ចឹងកន្លែងនេះខ្ញុំធ្វើការបញ្ចូល link រឿងមកខ្ញុំខ្ជិល add តាមនេះមួយបាទខ្ញុំដាក់នេះមកដាក់រឿងច្រើនតិចមក4 10 20រឿងមកបាទតើមកយើងចុចបញ្ចូលតំណ័យមកជាការស្រេចបាទទាំងអស់14ភាគអូខេអញ្ចឹងកន្លែងនេះគឺយើងកំណត់តម្លៃកន្លែងនេះគឺយើងកំណត់ចំនួនភាគដែលយើង free ឲ្យគេមើលបាទខ្ញុំនឹងធ្វើការចុចបង្ហោះមកបាទអូខេអញ្ចឹងវានឹងផ្ដល់ short code ឲ្យយើងមួយយើងធ្វើការ copy short code ហ្នឹងមកដើម្បីយកទៅដាក់នៅក្នុង WordPress របស់យើងបាទអូខេអញ្ចឹងខ្ញុំចូលមកកាន់ WordPress ហើយខ្ញុំធ្វើការផុសរឿងថ្មីអញ្ចឹងរឿងមិញជាប្រភេទរឿងភាគអញ្ចឹងយើងចូលមកកាន់ TV show ដដែលមកបាទអានេះខ្ញុំនេះសម្រាប់អ្នកដែលប្រើ theme របស់ខ្ញុំ theme រឿងបាទបើអ្នកទាំងអស់គ្នាប្រើ theme ផ្សេងគឺរបៀបផុសអីគឺដូចគ្នាយើងយក short code ហ្នឹងដាក់ប្រឡោះណាគឺវីដេអូវាបង្ហាញនៅប្រឡោះហ្នឹងឯងបាទអញ្ចឹងខ្ញុំធ្វើការ add ផុសមកហើយ scroll មកក្រោមយើងធ្វើការផាស link short code ដែលយើងបាន copy មិញអូខេបន្តមកទៀតខ្ញុំទៅទាញទិន្នន័យពី TMDB បាទចុចកន្លែងនេះអូខេខ្ញុំដាក់ HD អារ៉ាំខែន40នាទីអានេះលេងចប់ហើយអូខេខ្ញុំធ្វើការដាក់រូបអូខេអញ្ចឹងខ្ញុំធ្វើការ public ហើយអញ្ចឹងយើងចូលមកកាន់រឿងដែលយើងបានផុសមិញហ្នឹងមកបាទនេះអូខេនេះគឺជារឿងដែលយើងបានផុសមិញបាទអញ្ចឹងយើងបាន free 3ភាគបាទនេះឃើញទេ3ភាគហ្នឹងគឺវាអត់ជាប់សញ្ញារូបសោទេអញ្ចឹងមានន័យថា user ធម្មតាក៏គេអាចមើលបានដែរបាទអញ្ចឹងខ្ញុំចុចភាគទី4បាទភាគទី4នេះគឺ lock សោបាទអញ្ចឹងវានឹងបង្ហាញទម្រង់បែបនេះបាទហើយនេះគឺជាតម្លៃដែលយើងបានកំណត់មិញ$1បានន័យថាកន្លែងទិញរីនេះពេលគេទិញទៅមើលបានតែរឿងមួយហ្នឹងទេហើយបើគេចង់មើលរឿងផ្សេងដែលយើងលក់គឺមើលអត់បានទេបាទអញ្ចឹងកន្លែងទិញរីនេះបានន័យថាគេទិញហើយមើលបានតែរឿងហ្នឹងមួយទេមិនអាចទៅមើលរឿងផ្សេងទៀតបានទេអូខេអញ្ចឹងនៅពេលដែលអតិថិជនគេចង់ទិញរឿងហ្នឹងមើលគេអាចទិញចុចកន្លែងទិញរីហ្នឹងឬក៏ទិញជាកញ្ចប់ Pro ឬក៏ VIP បាទហើយចំពោះកញ្ចប់ Pro នេះបានន័យថាគេទិញកញ្ចប់ហ្នឹងទៅបានន័យថាគេមើលបានតែរឿងភាគបានន័យថារឿងភាគដែលយើងដាក់លក់ទាំងអស់នៅក្នុង website របស់យើង
គឺគេអាចមើលបានបាទប៉ុន្តែរឿង Hollywood មួយរឿងចប់អីហ្នឹងគឺគេមើលអត់បានទេដោយសារគេទិញកញ្ចប់ Pro អញ្ចឹង Pro មើលបានតែរឿងភាគទេអញ្ចឹងបើគេចង់មើលរឿងទាំងអស់គឺគេត្រូវទិញកញ្ចប់ VIP អញ្ចឹងបានន័យថាគេអាចមើលបានទាំងរឿងតូលនិងរឿងភាគបាទអញ្ចឹងនិយាយរួមគឺមើលបានទាំងអស់កញ្ចប់ VIP បាទមើលបានគ្រប់រឿងទាំងអស់អូខេអញ្ចឹងខ្ញុំសាកលបងធ្វើការទិញរឿងនឹងមួយបាទអញ្ចឹងខ្ញុំចុចទិញមកអូខេអញ្ចឹងនៅពេលយើងចុចទិញវានឹងផ្ញើ link មកយើងហើយអូខេអញ្ចឹងនៅក្នុងវីដេអូមុនខ្ញុំបង្ហាញពីចំណុចនេះដែរបាទរបៀបទិញរឿងហ្នឹងហើយរបៀបដែលអតិថិជនទិញរឿងហ្នឹងអូខេខ្ញុំចុចសារថ្មីវាអត់មកអូខេអញ្ចឹងវាមកពេលអតិថិជនពេលគេទិញរឿងគេចុចផ្ញើសារហ្នឹងមកយើងមកហើយយើងជាម្ចាស់យើងគ្រាន់តែបញ្ជាក់តែយើងបានទទួលលុយនឹងពីអតិថិជនរួចនៅបាទអញ្ចឹងបើយើងអត់ច្បាស់ទេយើងអាចឲ្យអតិថិជនថតវិក័យប័ត្រដែលគេបង់លុយហ្នឹងឲ្យយើងមកដើម្បីយើងផ្ទៀងផ្ទាត់បាទអញ្ចឹងបើយើងទទួលបានលុយហើយយើងគ្រាន់តែយើងជា admin ម្ចាស់ហ្នឹងម្ចាស់ website នេះយើងគ្រាន់តែចុចលើ link ហ្នឹងមកបន្ទាប់មកវានឹងធ្វើការឲ្យយើងវាយ password ដែលយើងបានកំណត់នៅក្នុង ANC player របស់យើងហ្នឹងបាទអញ្ចឹងខ្ញុំបង្ហាញអ្នកនរគ្នាម្ដងទៀតណាច្រឡំអូខេនេះកន្លែង ANC player របស់យើងហ្នឹងអញ្ចឹងយើង scroll មកក្រោមមកនេះបាទនេះគឺជា password ដែលយើងបានកំណត់បាទសម្រាប់អនុម័តសម្រាប់យើង approve បាទ approve ឲ្យអ្នកទិញគេមើលរឿងនឹងបានបាទអញ្ចឹង password ខ្ញុំដាក់ ANC 123បាទនេះគ្រាន់តែជា sample ខ្ញុំដាក់ទេអូខេអញ្ចឹងខ្ញុំចូលមកកាន់រឿងនឹងណា link មិញមកនេះដែលយើងបើកមកបាទអញ្ចឹងខ្ញុំវាយ ANC 123 password ហើយយើងចុចអនុម័តមកអូខេអញ្ចឹងវាចេញជោគជ័យបាទអញ្ចឹងរឿងហ្នឹងគឺអតិថិជនអ្នកដែលទិញយើងគឺគាត់អាចមើលរឿងហ្នឹងបានហើយបាទអូខេបាទអញ្ចឹងសោនេះត្រូវបានដោះចេញអស់ហើយយើងគេអាចមើលបានទាំងអស់ហ្នឹងបាទសម្រាប់តែរឿងមួយហ្នឹងទេបាទតែអញ្ចឹងអ្នកទាំងអស់គ្នាអញ្ចឹងខ្ញុំបង្ហាញបន្តិចទៀតចំពោះរឿងដែលគេអត់បានទិញវិញបាទកន្លែងដែលខ្ញុំនិយាយទិញរាយពីមុនហ្នឹងណាអូខេអញ្ចឹងខ្ញុំចូលទៅអាប់ដេតរឿងនេះបន្តិចបាទដើម្បីយើងដាក់លក់បាទអូខេអញ្ចឹងខ្ញុំបិទផ្ទាំងនេះមួយសិនហើយខ្ញុំចូលមកកាន់ ANC panel របស់យើងវិញមកបាទអញ្ចឹងខ្ញុំកន្លែងនេះខ្ញុំចុចកែប្រែផុសចាស់បាទអញ្ចឹងរឿងមុនគឺរឿង Till the End of Moon បាទអញ្ចឹងខ្ញុំចូលទៅធ្វើការដាក់លក់រឿងហ្នឹងបាទអញ្ចឹងតម្លៃខ្ញុំដាក់$1ដែរទៅខ្ញុំ free 5ភាគអញ្ចឹងទៅបាទអូខេអញ្ចឹងយើងធ្វើការចុច update មកអូខេអញ្ចឹងយើងធ្វើការ copy code នេះដោយសារនេះយើងដាក់លក់អញ្ចឹងវាបានបង្កើត code short code ថ្មីឲ្យយើងហើយបាទអូខេអញ្ចឹងខ្ញុំចូលមកកាន់ WordPress របស់យើងមកនេះរឿងនេះបាទអញ្ចឹងខ្ញុំចុច edit ផុសមកហើយខ្ញុំធ្វើការ pass short code ថ្មីយើងជំនួសចាស់មកបាទភាសាចាស់យើង free អានេះខ្ញុំដាក់លក់វិញបាទអញ្ចឹងយើងចុច update មកបាទខ្ញុំចុច view ផុសមកអូខេអញ្ចឹងរឿងហ្នឹងគឺត្រូវបាន lock បាទអញ្ចឹងខ្ញុំកុំឲ្យអ្នកទាំងអស់គ្នាយល់ច្រឡំមកកន្លែងទិញរាយហ្នឹងអញ្ចឹងខ្ញុំចូលមក home page អញ្ចឹងរឿងនេះយើងបានខ្ញុំបានទិញរួចហើយបាទអញ្ចឹងខ្ញុំចូលមកបាទគឺវាអត់មានជាប់សោទេគឺវាមើលបានបាទបើន័យមើលបានតែមួយរឿងហ្នឹងទេហើយចំពោះរឿងនេះគឺយើងអត់បានទិញគឺវាជាប់សោបាទគឺវាជាប់សោបែបហ្នឹងបាទអញ្ចឹងបើសិនជាអតិថិជនគាត់ទិញនេះPro បាទបើគាត់ទិញជា Pro បានន័យថាគាត់អាចមើលរឿងភាគ
នៅក្នុងនឹងបានទាំងអស់បាទនេះបានន័យរឿងភាគដែលយើងផុសនៅក្នុងហ្នឹងគឺគាត់អាចមើលបានទាំងអស់លើកលែងតែរឿងតូលមួយរឿងចប់ទេបាទហើយចំពោះកញ្ចប់ VIP ដែលខ្ញុំបញ្យល់មិញអញ្ចឹងគឺកញ្ចប់ VIP គឺមើលបានគ្រប់រឿងទាំងអស់ទាំងរឿងតូលនិងរឿងភាគបាទកញ្ចប់ VIP ហើយចំពោះតម្លៃវិញគឺយើងអាចកំណត់នៅក្នុង setting នេះបានបាទនេះនៅក្នុង setting ហ្នឹងបាទបើយើងអត់ចង់ប្រើមុខងារណាមួយយើងគ្រាន់តែចុចដោះ tick វាចឹងទៅគឺវាលែងមានមុខងារហ្នឹងហើយអញ្ចឹងខ្ញុំធ្វើការ refresh មកបាទអញ្ចឹងគឺវានៅសល់តែ2ទេបាទទិញរាយនិង VIP អូខេអញ្ចឹងខ្ញុំដាក់ទាំង3មកដើម្បីគេស្រួលជ្រើសរើសអូខេអញ្ចឹងយើងចូលមកពីយើងទៅមើលពីរបៀបផុសរឿងតូលវិញម្ដងការផុសរឿងតូលគឺដូចតែគ្នាទេបាទអញ្ចឹងខ្ញុំយកផុសថ្មីនឹងមកបាទបន្ទាប់មកខ្ញុំចូលនេះខ្ញុំបិទចោលសារខ្ញុំផុសរួចហើយអូខេអញ្ចឹងខ្ញុំចូលមកកាន់រឿងនេះមួយមកនេះ copy ID វាមកហើយយើងដាក់កន្លែងនេះមកដើម្បីទាញទិន្នន័យបាទអញ្ចឹងត្រង់ចំណុចនេះគឺយើងត្រូវផ្លាស់ប្ដូរវាទៅជារឿងតូលវិញបាទភាសាយើងភាសានេះជាប្រភេទមួយរឿងចប់បាទអូខេបន្ទាប់មកយើងធ្វើការទាញទិន្នន័យមកអូខេអញ្ចឹងយើងបានទិន្នន័យហើយបាទអញ្ចឹងបើយើង free គឺយើងអត់ដាក់ tick ត្រង់នេះទេបាទគឺយើងគ្រាន់តែដាក់ link វីដេអូយើងមកហើយ add subtitle add អីមកគឺបានហើយបាទអញ្ចឹងខ្ញុំធ្វើការផុសរឿងនេះមួយ free បាទអូខេអញ្ចឹងខ្ញុំបាន short code មួយ copy មកហើយយើងចូលទៅកាន់ WordPress យើងវិញម្ដងបាទអញ្ចឹងយើងចូលមកកាន់កន្លែង movie បាទអូខេអញ្ចឹងខ្ញុំចុច add new post ហើយខ្ញុំ pass short code ដែលបាន copy មិញត្រង់នេះមកបន្តមកទៀតខ្ញុំចូលទៅ copy ID បាទត្រង់នេះដើម្បីយើងទាញទិន្នន័យអូខេកន្លែងនេះខ្ញុំដាក់ HD អញ្ចឹងទៅបាទមកខ្ញុំធ្វើការដាក់រូបpublic បាទនេះគឺរឿង free គឺអតិថិជនអាចមើល user ទាំងអស់អាចមើលបានបាទអាហ្នឹងរឿងដែលយើង free គឺគេមើលបានគ្រប់គ្នាបាទអូខេអញ្ចឹងខ្ញុំមកផុសរឿងដែលយើងលក់វិញម្ដងរឿងចប់គឺនិយាយទៅដូចតែរឿងភាគដែរបាទអញ្ចឹងខ្ញុំបង្ហាញក្នុងនេះកុំឲ្យថាខ្ញុំមិនបានបង្ហាញណាបាទអញ្ចឹងខ្ញុំកន្លែងនេះយើងយក new post ដដែលមកខ្ញុំទៅ copy ID រឿងហ្នឹងមកអូខេធ្វើការដាក់ត្រង់នេះកន្លែងនេះគឺយើងជ្រើសរើសយក movie បាទខ្ញុំចុចទាញទិន្នន័យអូខេនេះ return to Silent Hill អូខេបន្តមករឿងហ្នឹងយើងចង់លក់យើងគ្រាន់តែចុច tick កន្លែងហ្នឹងមកហើយយើងកំណត់តម្លៃដូចតែរឿងភាគមិញហ្មងបាទតម្លៃប្រមាណដុល្លារបាទអានេះកន្លែង free នេះគឺដោយសារហ្នឹងជាប្រភេទមួយរឿងចប់អញ្ចឹងយើងដាក់0មាន free ទេបាទយើងដាក់0មិនន័យថារឿងហ្នឹងគឺតម្រូវឲ្យទិញបាទដោយសារវាមួយរឿងចប់វាអត់មានភាគឲ្យដែលត្រូវ free ឲ្យអូខេអញ្ចឹងយើងកំណត់រួចហើយយើងធ្វើការ public ទៅបាទអូខេអញ្ចឹងខ្ញុំធ្វើការ copy short code ហ្នឹងមកចូលទៅកាន់ WordPress របស់យើងហើយខ្ញុំធ្វើការផុសថ្មីមួយទៀតមកបាទអញ្ចឹងខ្ញុំ pass short code មិញមកហើយខ្ញុំទៅយក ID អូខេចុច generate data ដាក់ HD ធ្វើការ update រូបអូខេខ្ញុំធ្វើការ public អូខេអញ្ចឹងយើងចូលមកកាន់ផុសយើងមកនេះបាទ Silent Hill បាទអញ្ចឹងគឺរឿងនេះត្រូវបាន lock ហើយបាទគេមើលអត់កើតទេដោយសារយើងដាក់ loop អូខេអញ្ចឹងយើងខ្ញុំក្លែកទៅកាន់ចំណុចមុនបន្តិចកន្លែងកញ្ចប់ Pro VIP ហ្នឹងបាទដើម្បីឲ្យគ្នាយើងយល់កាន់តែច្បាស់អូខេអញ្ចឹងខ្ញុំចូលមកកាន់រឿងនេះវិញមក
រឿងនេះខ្ញុំទិញរួចហើយនេះរឿងនេះអូខេអញ្ចឹងឧទាហរណ៍ខ្ញុំទិញរឿងនេះមួយទៀតបាទប៉ុន្តែខ្ញុំទិញជាកញ្ចប់ Pro បាទអញ្ចឹងកញ្ចប់ Pro គឺមើលបានតែរឿងភាគទេហើយរឿងតូលមួយរឿងចប់ហ្នឹងគឺយើងមើលអត់បានទេឥឡូវខ្ញុំចុចទិញរឿងហ្នឹងមួយទៀតមកបាទទិញកញ្ចប់ Pro អូខេអញ្ចឹងអតិថិជនផ្ញើសារហ្នឹងទៅកាន់យើងហើយយើងគ្រាន់តែចុចលើ link ហ្នឹងមកហើយយើងវាយpassword យើងដើម្បីអនុម័តឲ្យដើម្បី approve ហ្នឹងបាទអញ្ចឹង password ហ្នឹងមិនមែនយើងផ្ញើឲ្យអតិថិជនទេណាគឺយើងទុកខ្លួនយើងបាទអញ្ចឹងយើងចុចអនុម័តមកអូខេអញ្ចឹងជោគជ័យហើយអូខេអញ្ចឹងខ្ញុំធ្វើការ refresh វាមួយបាទបាទអញ្ចឹងគឺរឿងហ្នឹងគឺយើងអាចមើលបានហើយនេះបាទអញ្ចឹងយើងចូលទៅកាន់រឿង movie វិញបាទនេះរឿងនេះដែលយើងដាក់លក់មិញបាទអញ្ចឹងរឿងនេះគឺវានៅតែជាប់សោតដែរដោយសារអ្នកទិញគឺគេទិញតែកញ្ចប់ Pro ទេអញ្ចឹងគេមើលបានតែរឿងភាគសតទេបាទអញ្ចឹងខ្ញុំចូលទៅទិញកញ្ចប់ VIP ម្ដងចាំមើលថាតើរឿងនេះមើលបានអត់បាទខ្ញុំចូលមកកាន់អូដោយសារនេះខ្ញុំយើង unlock វារួចហើយបាទវាមានកន្លែងចុចទៀតទេបាទអញ្ចឹងខ្ញុំចុចអានេះមកបាទអានេះ VIP បាទចុចសារមកយើងចូលក្នុងនឹងមកហើយយើងធ្វើការវាយ password យើងមកវាយ approve បាទអូខេអញ្ចឹងជោគជ័យអូខេយើងធ្វើការ refresh មកបាទអញ្ចឹងរឿងហ្នឹងគឺយើងអាចមើលបានហើយកញ្ចប់ VIP គឺមើលបានទាំងអស់ដោយខ្ញុំបាននិយាយពីដើមមកចឹងបាទយើងមើលបានទៅរឿងភាគទាំងមួយរឿងចប់គឺយើងមើលបានទាំងអស់អូខេអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងឯងរបៀបផុសបាទហើយយើងអាប់ដេតរឿងអីគឺយើងយកអាហ្នឹងមកបាទអញ្ចឹងវីដេអូហ្នឹងសូមបញ្ចប់តែប៉ុណ្្នឹងបាទហើយមានជាកន្លែងអាចឆាតសួរតាម Telegram បាន